បាទថ្ងៃនេះគឺខ្ញុំនិយាយអំពី form customer form customer គឺយើងប្រើវាដើម្បី add នៅ customer ថ្មីចូលឬមួយក៏យើងអាចលុប customer ក៏បានដែរហើយយើងក៏អាចធ្វើការកែប្រែនៅព័ត៌មានទាំងឡាយដែលទាក់ទងនឹង customer នៅពេលយើង log in ចូលទៅកាន់ form យើងនឹងឃើញនៅហៅថា menu bar មួយនៅពេលយើងចុចទៅលើ menu bar order យើងនឹងឃើញនៅsub menu bar ដែលមានឈ្មោះថា customer នៅពេលដែល form នេះលោតឡើងគឺវានឹងចេញនៅ customer 1005ដែលចាប់យកតម្លៃបូក1នៃ1004ពី database ដែលក្នុង database របស់យើងគឺមានត្រឹមតែ1004ទេអញ្ចឹងកូដរបស់យើងគឺយើងធ្វើការឲ្យវាដំឡើងខ្លួនវាមួយដើម្បីកុំឲ្យវាមានការស្ទួននៅ ID ស្ទួនគណៈបើសិនណាជា ID ស្ទួននោះយើងមិនអាចធ្វើការបញ្ចូលបានទេអញ្ចឹងដើម្បី form នេះលោតឡើងបានគឺយើងនឹងធ្វើការបង្កើតវាជាលក្ខណៈ JDialog friend នៅពេលដែលយើងឃើញនៅ form នេះលោតឡើងគឺយើងបានឃើញនៅចំណុច2សំខាន់ទី1គឺវា load data ចេញពី database ទី2គឺវាចាប់យក ID ដែលយើងអាចនិយាយថា auto ID ក៏បានចេញពី database ដាក់ទៅក្នុង tick field customer ID អញ្ចឹងដើម្បីឲ្យបានពីរនឹងសិនគឺខ្ញុំសូមណែនាំនៅកូដទី1គឺយើងនិយាយអំពីនៅពេលដែល form load ឡើង form លោតឡើងគឺឲ្យវាបង្ហាញនៅទិន្នន័យបោះចូលទៅក្នុង table ដែលមានឈ្មោះថា table data អញ្ចឹងដើម្បីឲ្យ form លោតឡើងវាចេញនៅ data ដែលបង្ហាញមកពី database គឺយើងត្រូវប្រើ event មួយដែលមានឈ្មោះថា window open មានន័យថានៅពេលដែល form លោតឡើងគឺយើងឲ្យវាចាប់យក ID ដាក់នៅក្នុង tick field និងបោះទិន្នន័យពី database ចូលទៅក្នុង table ដែលមានឈ្មោះថា table data ហើយខ្ញុំនឹងបង្ហាញពីលក្ខណៈ basic ឡើងវិញនិយាយអំពី method search data ហេតុអីបានយើងប្រើវាតើវាបានមកពីណាដំបូងខ្ញុំនិយាយពី search data method search data method search data នេះគឺជា method មួយដែលបានមកពី class connect ហើយ class connect នេះគឺខ្ញុំធ្វើការបង្កើតឡើងដើម្បីងាយស្រួលក្នុងការហៅវាដើម្បីធ្វើការកាត់បន្ថយក្នុងការសរសេរកូដយើងអាចចូលទៅមើលនៅ method search data នេះបានដោយចូលទៅកាន់ក្នុង class connectហើយយើងស្វែងរកនៅ method search data នេះជា method search data method search data នេះយើងអាចប្រកាសឈ្មោះអីក៏បានដែរប៉ុន្តែដែលនៅក្នុងនេះខ្ញុំប្រកាសវាជា search data ដែលមាន string គឺជា name ហើយមាន JTable ហើយនឹងប្រកាសវានៅ JTable មួយទៀតដើម្បីបានតម្លៃបោះឲ្យវាទី1យើងត្រូវប្រកាស class connect ហើយនឹង object C យើងតាំង object អីក៏បានដែរហើយស្មើពី new ដើម្បី initialize វាហើយនេះជា constructor របស់វានៅពេលយើងបានប្រកាសវាជា object ហើយគឺយើងអាចសរសេរឈ្មោះ object ហ្នឹងដាក់ dot មកគឺយើងនឹងឃើញ method ទាំងអស់នៅក្នុង class connect ឥឡូវពី search data ខ្ញុំអាចបិទកូដនេះចោលសិនមួយជួរនេះបានន័យថាយើងចង់បង្ហាញទិន្នន័យចូលទៅក្នុង table មួយណាដោយ table របស់យើងគឺមានឈ្មោះថា table data អញ្ចឹងគឺយើងដាក់ table data បានន័យថាយើងចង់បង្ហាញទិន្នន័យចូលទៅកាន់នៅ table ហ្នឹងហើយចំពោះ null នេះបានន័យថាគឺយើងដាក់ string ចូល string ហ្នឹងគឺយើងចង់ហៅនៅ SQL យើងគឺយើងដាក់នៅ SQL statement ដើម្បីទៅហៅ
data របស់យើងក្នុង database អញ្ចឹងដើម្បីកុំឲ្យវា error នៅពេលក្រោយគឺយើងត្រូវចេះនៅ SQL statement ដោយយើងចូលទៅកាន់ customer ហ្នឹងហើយយើងអាច test ជាមុនសិនដោយចុច F6 ទៅហើយយើង test តែយើងអាចហៅវាមកបានអត់អញ្ចឹងជាទូទៅដើម្បី select នៅ field ទាំងអស់នៅក្នុង table customer គឺយើងប្រើនៅ select guide from ឈ្មោះ table របស់យើងគឺ customer នៅពេលនោះយើងដឹងថា statement របស់យើងគឺត្រឹមត្រូវហើយយើងគ្រាន់តែ copy វាមកហើយទៅ pass ចូលទៅក្នុងកន្លែង field string នេះអញ្ចឹងមួយជួរនេះវានឹងបោះចូលទៅក្នុង string name នេះហើយ string name ហ្នឹងវានឹងបោះចូលទៅក្នុង prepare statement នៃ name នេះអញ្ចឹងមួយជួរនេះគឺខ្ញុំនឹងបញ្យល់នៅវីដេអូក្រោយទៀតដោយសារវាចំណាយពេលយូរអញ្ចឹងយើងគ្រាន់តែស្វែងយល់អំពី function នេះបានហើយគឺ function នេះគឺខ្ញុំជាអ្នកសរសេរអញ្ចឹងយើងគ្រាន់តែដឹងអំពីរបៀបសរសេរនៅ SQL statement ដឹងអំពីហៅថា component ដែលយើងទៅបោះចូលទៅក្នុង table មួយណាហើយនឹងពីរបៀបប្រកាសខ្លះនឹងមកហើយប្រកាស object មកហើយយើងធ្វើការហៅ object ហ្នឹងដោយសរសេរឈ្មោះ object ហ្នឹងដាក់ dot នៅ method ហ្នឹងមកហើយយើងធ្វើការ test នៅក្នុង navigate ហើយយើងអាច run ទៅនេះគឺយើងបានឃើញវាចេញមក form នៅ customer name ហ្នឹងហើយថា customer name customer ID និង telephone ហ្នឹងអញ្ចឹងនេះនិយាយអំពីការ load form យើងចូលទៅក្នុងប៊ូតុង add សម្បត្តិនេះចឹងនៅពេលដែលយើងចុចលើប៊ូតុង new គឺវានឹងចេញពាក្យ customer ហើយលេខ auto ឲ្យយើងអាចសរសេរឈ្មោះនឹងបានអញ្ចឹងយើងត្រឡប់មក design ចុចលើប៊ូតុង new ដែលខ្ញុំបានកំណត់ជា CMD new មួយជួរនេះបានន័យថាយើងហៅ method ចេញពីclass connect ដែល object របស់វាយើងប្រកាសមិញឈ្មោះថា C ហើយមួយជួរនេះគឺជា SQL statement ហើយខ្ញុំសូមបង្ហាញនៅ SQL statement ហ្នឹងតែ insert into customer ហ្នឹងវាយ៉ាងម៉េចទី1យើងចង់ធ្វើការបញ្ចូលទៅក្នុង customer ហ្នឹងអញ្ចឹងដើម្បី test កុំឲ្យ error នៅពេលក្រោយគឺយើងត្រូវ test នៅក្នុង navigation អញ្ចឹងយើងប្រើ insert into customer ហើយយើងដាក់ value ឲ្យវាទី1ដាច់ខាតគឺយើងមិនអាចដាក់ 1004 ទីបានទេគឺវានឹងស្ទួនហើយយើងមិនអាចបញ្ចូលបានគឺវានឹង error ដោយសារលេខយើងមិនចាំបាច់ដាក់ single quote ទេហើយចំពោះ name ដាច់ខាតគឺយើងដាក់ single quote ឧទាហរណ៍យើងដាក់ថា Java កម្មាមកហើយជា string ទៀតគឺយើងទៅដាក់លេខទូរស័ព្ទឧទាហរណ៍ប៉ុណ្ណឹងវានឹងប្រាប់យើងថាអូខេថាវាគឺជោគជ័យហើយយើងធ្វើការ refresh លើវានោះគឺវានឹងចូលបន្ទាប់ដឹងតែវាចូលគឺយើងគ្រាន់តែ copy SQL ហ្នឹងចូលទៅក្នុង Java នេះ copy ចូលឧទាហរណ៍យើងបាន copy ចូលID នេះគឺយើងធ្វើការទាញ ID
ចេញពី form របស់យើងគឺដាក់ចូលទៅក្នុងនេះ block នេះអញ្ចឹងដើម្បីដាក់បានទី1គឺឲ្យយើងត្រូវការនៅ double quote អញ្ចឹងយើងបូក ID ចេញពីតែចេញពី form ដែលចាប់យកពី method មួយដែលឈ្មោះថា auto អញ្ចឹង auto នេះគឺវាជា number វានឹងបោះចូលទៅក្នុង ID ហ្នឹងហើយយើងហៅ ID ហ្នឹងទៅក្នុង value ហើយបន្ទាប់មកគឺ Java ដែលជា name វាមានជាលក្ខណៈជា string ដូច្នេះយើងទុក single quote ហើយដាក់ double quote មកហើយ name បានមកពីណា name បានមកពីការបញ្ចូលរបស់ user អញ្ចឹងយើងត្រូវប្រើ code មួយដែលមានឈ្មោះថានេះ TXT name ដែលគេតិចបានថាចាប់យកតម្លៃចេញពី tick box តែ tick box របស់យើងមានឈ្មោះថា TXT name ហើយយើង copy លើវាមកហើយយើងគ្រាន់តែប្រើពាក្យចា TXT name.getTick អញ្ចឹងយើងសរសេរនឹងបានហើយគឺយើងគ្រាន់តែ copy ដាក់ចូលក្នុង block នេះមកគឺវារួចរាល់ហើយចំពោះលេខទូរស័ព្ទនេះដូចគ្នាគឺចាប់ពីយកមកពី TXT tab.getTick ហើយចំពោះលក្ខណៈ if else នេះបានន័យថានៅពេលដែល form លោតឡើងគឺវានឹងចេញនៅប៊ូតុង new ទេតែវានឹងលោតឈ្មោះឧទាហរណ៍យើងវាយលេខសាវជាន់អញ្ចឹងមិនអាចបញ្ចូលបានទេយើងសរសេរមុនបងវាលោតជា new បានន័យថានៅពេលយើងចុច new ទៅគឺយើងឲ្យ TXT នេះ clear ចេញហើយអានេះទៅឡើងមួយយ៉ាងនេះប្រែប្រួលទៅជា add វិញអញ្ចឹងមួយជួរនេះបានន័យថាយើងចាប់យក ID ចេញពី database លក្ខណៈ auto ID ហើយបន្ទាប់មកយើងឲ្យ tick field ទាំងអស់គឺស្មើនឹងតទេហើយឲ្យ TXT name ហ្នឹង set grep focus បានថា load សញ្ញានេះដូច load plate ហ្នឹងទៅហើយបន្ទាប់មកឲ្យ cmd add នេះset tick បានថាយើង set tick ឲ្យវាទៅជាប៊ូតុង add វិញនៅពេលបានប៊ូតុង add ហើយលក្ខណៈ L បានថាខុសពី new ខុសពី new គឺ add អញ្ចឹងយើងធ្វើការឲ្យវា insert ចូលទៅក្នុង table customer នៅពេលដែលយើងធ្វើការ insert ចូលហើយមួយបន្ទាត់នេះបានន័យថាគឺយើងបានហៅ data ទាំងអស់ចេញពី database យកមកបង្ហាញទៅលើ table star ជាថ្មីដើម្បីបញ្ជាក់ថា data របស់យើងបានបញ្ចូលរួចទៅហើយ cmd add នេះនឹងប្រែប្រួលទៅជា new វិញនៅពេលដែលវា new គឺយើងធ្វើការ click លើ new ទៅនោះវានឹង clear ចាស់ចោលវាហៅ ID ថ្មីចោលហើយវានឹងក្លាយជាប៊ូតុង add វិញហើយយើងក៏អាចធ្វើការបញ្ចូលភាសាទៀតឧទាហរណ៍នៅពេលនេះយើងធ្វើការបញ្ចូលដែលឈ្មោះថា C++ ហើយយើងដាក់លេខទូរស័ព្ទនឹងមកបានន័យថានៅពេលយើងចុចប៊ូតុង add ទៅនោះយើងនឹងឃើញនៅ field នៅក្នុង table នេះដែលអាថ្មីយើងបានបញ្ចូលគឺវានឹងលោតឡើងដោយសារនៅកូដមួយជួរនេះគឺស្មើនឹងនៅពេលដែលយើង Windows Open កើតឡើងគឺយើងបានហៅវាដើម្បីបង្ហាញចូលក្នុង table ហើយយើងនឹងធ្វើការបង្ហាញវាសារជាថ្មីនៅពេលដែល data របស់យើងបានបញ្ចូលបានសម្រេចហើយ CMD មួយនេះបានន័យថាប៊ូតុង add មួយហ្នឹងនឹងប្រែប្រួលទៅជាប៊ូតុង new វិញហើយចំពោះការ delete វិញ delete គឺយើងប្រើតែ3បន្ទាត់តែប៉ុណ្ណោះជាទូទៅគឺយើងប្រើមួយបន្ទាត់ក៏បានដែរហើយមួយជួរនេះគឺមានន័យថាយើងហៅ data ទាំងអស់ចូលក្នុង table សនឹងវិញដដែលអញ្ចឹងឌូតែ insert ទេហើយ ID មួយនេះគឺចាប់បាននៅពេលដែលយើង click លើ table ហើយឧទាហរណ៍នៅពេលយើង click លើពាក្យ 1006 នោះលេខរបស់វានឹងចេញនៅ customer ID នៃ tick field ហ្នឹងគឺចេញ 1006 ហើយ
នៅពេលដែលវាចេញហើយយើងចាប់យក ID មួយហ្នឹងបោះចូលទៅក្នុង ID ដែលជាប្រកាសជា integer ហ្នឹងហើយយើងដាក់លក្ខខណ្ឌនៅត្រង់នេះនៅត្រង់ execute statement ដែលយើងប្រើ delete from customer where customer ID ស្មើនឹង ID បានថាស្មើ ID ឧទាហរណ៍ស្មើនឹង1006គឺវានឹងធ្វើការលុបហើយនេះជា method មួយដែលយកមកពី class មួយដែលមានឈ្មោះថា connect នេះគឺជា method របស់វាហើយចំពោះកូដទាំងអស់នេះខ្ញុំនឹងព្យាយាមបញ្យល់នៅលើក្រៅទៀតដោយរយៈពេលខ្លីហើយបើស្នាជាខ្ញុំបញ្យល់គឺមិនអស់ទេ system មួយនេះខ្ញុំចំណាយពេលជាង2ខែដែរយើងមិនអាចបញ្យល់អស់ហើយចំពោះការ update គឺយើងគ្រាន់តែដឹងថាឲ្យតែមានក្បាល c dot បានន័យថាគឺយើងប្រើ method នៅក្នុង class connect អញ្ចឹងអានេះគ្រាន់ជា execute statement ទេអញ្ចឹងដើម្បីបានវាដូចជាខ្ញុំបានធ្វើការតេស្តនៅក្នុង navigate អញ្ចឹងអាតម្លៃនេះគឺចំនួនចូលដោយចេញពី text field ហើយ c.set data select guide from customer គឺយើងធ្វើការហៅនៅtable ពី database មកបង្ហាញទៅលើ table នៅក្នុង Java សារជាថ្មី